រឿងសុវណ្ណសាមព្រះពុទ្ធជាបរមសាស្តាកាលគង់ក្នុងវត្តចេតពុនទ្រង់ប្រារព្ធនៅភិក្ខុមួយរូបជាអ្នកចិញ្ចឹមមេដាបេតាទ្រង់សម្ដែងព្រះធម៌ទេសនាថាកោនុមង្សឧសូណាវិច្ឆតិដូច្នេះជាដើមសាច់ក្តីថាកូនប្រុសសេដ្ឋីម្នាក់ក្នុងនគរសាវត្ថីបានឃើញមហាជនប្រុសស្រីទៅវត្តចេតពុនដើម្បីស្ដាប់ធម៌ទេសនាក៏ទៅស្ដាប់នឹងគេឃើញទោសក្នុងកាមឃើញអានិសង្សក្នុងភេទបព្វជិក៏ចូលទៅសូមភ្នោះក្នុងសំណាក់ព្រះសាស្តាព្រះអង្គមានព្រះពុទ្ធដីកាថាព្រះតថាគតទាំងឡាយមិនដែលបំពោះកូនដែលមេដាបិតាមិនទាន់អនុញ្ញាតទេពលបុត្រនោះលើដូច្នោះក៏ថ្វាយបង្គំលាទៅកាន់ផ្ទះនៃអាត្មាថ្វាយបង្គំមេដាបិតាសូមលាទៅបួសគ្រានោះមេដាបិតាបានឮសម្ដីកូននោះក៏ហាក់ដូចជានឹងបែកទ្រូងព្រោះកូនមានតែមួយប៉ុណ្ណោះមិនព្រមអនុញ្ញាតសោះកូននោះក៏ជាຕົកតូចចិត្តអោនក្បាលជ្រុបសពសៅឥតអាហារអស់7ថ្ងៃមេដាបិតាផិតភ័យក៏យល់ព្រមឲ្យទៅបួសភិក្ខុនោះជាទីប្រោសប្រាននៃអាចារ្យនិងឧបជារៀនធម៌វិន័យអស់វេលា5វស្សាហើយរៀនកម្មដ្ឋានក្នុងសំណាក់ព្រះឧបជាលាចេញទៅនៅព្រៃដើម្បីចម្រើននៅវិបស្សនាកម្មដ្ឋានប៉ុន្តែពុំបានសម្រេចគុណវិសេសណាមួយសោះចំណែកខាងមេដាបិតានៃភិក្ខុនោះលុះចំណេរកាលមកខាងក្រោយក៏ធ្លាក់ខ្លួនទៅជាអ្នកកំសត់ទុរគតរស់ជនទាំងឡាយដែលប្រកបការកសិកម្មក្តីពាណិជ្ជកម្មក្តីទាក់ទិនដោយទ្រព្យរបស់សេដ្ឋីនោះតែងគិតថាត្រកូលនេះឥតកូនឥតបងប្អូនទេគ្មានអ្នកណានឹងតឹងទីឬប្រចាប់យើងបានទេយាយតានេះចាស់ម្លេះហើយនឹងធ្វើអ្វីយើងកើតគិតដូច្នោះហើយក៏គេចចេញទីតីរៀងខ្លួនសូម្បីតែសកម្មករដែលនៅក្នុងផ្ទះខ្លះយកនេះខ្លះយកនោះចុះចេញអស់ទៅសេដ្ឋីនៅតែពីរនាក់នឹងភរិយាណាខ្លួនក៏ចាស់ជរាណាមនុស្សម្នាក៏រត់ចេញអស់ណាទ្រព្យក៏អស់រលីងព្រមពុំបានក៏លក់ផ្ទះចុះចេញទៅនៅក្បែរជញ្ជាំងផ្ទះនៃជនដតីរស់នៅដោយក្តីលំបាកវេទនាចិញ្ចឹមខ្លួនដោយសារការសុំទានមានសភាពគួរឲ្យអាណិតអាសូរណាស់ភិក្ខុជាកូនដែលនៅភាវនាធម៌ក្នុងព្រៃបានជ្រាបហេតុនេះដោយសារភិក្ខុមួយអង្គចេញពីវត្តចេតពុនទៅចម្រើនធម៌នៅឯព្រៃដែរក៏ត្រឡប់មកនគរសាវត្ថីវិញដោយមានបំណងនឹងសឹកដើម្បីបម្រើមេដាបិតាដល់ផ្លូវបែកជាពីរគិតថាអាត្មាអញទៅតាមផ្លូវវត្តចេតពុនឬទៅតាមផ្លូវនគរសាវត្ថីក៏សម្រេចក្នុងព្រះតីថាត្រូវទៅតាមវត្តចេតពុនហើយក៏ទៅថ្វាយបង្គំព្រះដ៏មានបុណ្យដើម្បីស្ដាប់ធម៌ទេសនាព្រះសាស្តាបានឃើញឧបនិស្ស័យនៃភិក្ខុកុលបុត្រនេះទៅព្រះអង្គពរនានៅគុណនៃមេដានិងបិតាភិក្ខុកុលបុត្រនោះស្ដាប់បានហើយជ្រះថ្លាក៏គិតថាអាត្មាអញស្មានថាលុះតែក្រហោះទៅបម្រើមេដាបិតាបានឥឡូវនេះព្រះមានបុណ្យអនន្តញ្ញាណបានសម្ដែងថាសូមបីបព្វជិតក៏បម្រើមេដាបិតាបានដែរបើដូច្នោះអាត្មាអញមិនសឹកទេនឹងទៅបម្រើមេដាបិតាទាំងភ្នោះគិតដូច្នោះហើយក៏ទៅកាន់រោងស្លាកបាននៅស្លាកកផត់ផងស្លាកយាគូផងហើយស្ពាយស្វែងទៅរកមេដាបិតាឯក្រុងសាវត្ថីភិក្ខុកុលបុត្រនោះបានឃើញមេដាបិតាជរាមានក្តីលំបាកវេទនាក៏តឹងអរាហាស្រដីពុំរួចទៅឈួរត្រឹងសម្លឹងក្នុងទីខាងមុខសម្រក់ទឹកភ្នែករហាមតាមនេត្រាមេដាបិតាក៏ស្មានជាលោកមកបិណ្ឌបាតទៅទូលថាសូមព្រះករុណានិមន្តទៅខាងមុខទៀតចុះទោះបីគាត់ថាដូច្នោះក៏លោកនៅតែឈួរត្រឹងនឹងថ្កល់បិតាឆ្ងល់ក៏ចូលមកចិត្តស្គាល់ហើយក៏យំសោកសង្រេងសង្រីទីតីគ្រប់គ្នាភិក្ខុកុលបុត្រនោះលួងលោមមេដាបិតាថាអាត្មាធានានឹងចិញ្ចឹមហើយយកបបរមកជូនហត់មុនទើបយកផត់មកជូនបរិភោគក្រោយហើយត្រាច់ទៅស្វែងរកបិណ្ឌបាតដើម្បីឆាន់ខ្លួនឯងភិក្ខុកុលបុត្រនេះបម្រើមេដាបិតាគ្រប់កិច្ចការទាំងអស់គឺផ្ងូតទឹកបញ្ចុកអាហារបោកគក់សម្លៀកបំពាក់ទឹកក្តៅទឹកត្រជាក់តាមគូសពតិវារាត្រីរៀងទៅព្រោះហេតុតែចង្ហាន់បិណ្ឌបាតអត្តខណ្ឌណាស់ជូនក្រនជូនខ្វះ
ឆាន់ខ្លួនឯងមិនល្មមភិក្ខុនោះក៏ទៅជាស្គាំងស្គមទ្រោមរាងកាយខំបំរើពុកម្ដាយពុំមានការចិនច្អន់ឡើយភិក្ខុទាំងឡាយដឹងការនេះក៏ក្រាបបង្គំទូលព្រះមានបុណ្យថាភិក្ខុកុលបុត្រនេះធ្វើនៅសទ្ធាតីវិនិបាតសម្ដេចព្រះបរមនាថទ្រង់ឲ្យហៅមកសួរទ្រង់បានជ្រាបជាភិក្ខុកុលបុត្រនេះចិញ្ចឹមមេដាបិតាទៅព្រះសាស្តាទ្រង់មានព្រះពុទ្ធដីកាថាមនាលភិក្ខុអ្នកឯងឈ្មោះថាស្ថិតនៅក្នុងផ្លូវដែលតថាគតទៅហើយសូម្បីតថាគតពីដើមក៏ធ្លាប់ប្រព្រឹត្តនៅចរិយានេះដែរគឺជាអ្នកចិញ្ចឹមមេដាបិតាដែរភិក្ខុទាំងឡាយចង់ដឹងបុព្វចរិយារបស់ព្រះអង្គក៏អារាធនាទៅព្រះឈ្នះមាទ្រង់នាំមកនៅអតីតនិទាននេះថាអតីតេភគវេមនាលភិក្ខុទាំងឡាយក្នុងកាលកន្លងទៅហើយមានស្រុកពួកអ្នកនេសាទមួយនាត្រើយខាងអាយនៃស្ទឹងចិត្តនគរពរិណសីមានស្រុកពួកអ្នកនេសាទមួយទៀតនាត្រើយខាងនាយនៃស្ទឹងស្រុកមួយមានមនុស្ស500គ្រួនាយនេសាទជាចម្បង2នាក់ជាសម្លាញ់នឹងគ្នាបាននិយាយគ្នាតាំងពីក្មេងមកថាយើងជាដន្លងនឹងគ្នាក្នុងគ្រាដែលយើងមានកូនប្រុសស្រីតមកនាយនេសាទក្នុងស្រុកនាត្រើយខាងអាយបានកូនប្រុសឲ្យឈ្មោះថាទូកូលព្រោះកូននោះត្រូវត្រកូលទាំងពីរចិញ្ចឹមរក្សានាយនេសាទក្នុងស្រុកនាត្រើយខាងនាយបានកូនស្រីឲ្យឈ្មោះថាបារិកាព្រោះនាងកើតឯដត្រើយខាងនាយជនទាំងពីរនោះទោះបីកើតក្នុងត្រកូលនេសាទក៏ឥតធ្វើបាណាតិបាតសោះដល់ពេញក្រមុំកំឡោះមេដាបិតារៀបអាពាហ៍ពិពាហ៍ឲ្យទាំងបង្ខំក៏ទ្រាំនៅជាមួយគ្នាដូចជាស្វាមីភរិយាតែថាមិនព្រមឆ្លងសមុទ្រកិលេសសោះដូចជាមហាព្រំដូច្នោះចំណេរកាលមកខាងក្រោយទុគលបណ្ឌិតនិងនាងបារិកាលាមេដាបិតាចេញទៅបួសជាឥសីគង់នៅក្នុងអាស្រមបទដែលព្រះឥន្ទឲ្យវិសកម្មទេវបុត្រមកនិមិត្តក្នុងទីចិត្តស្ទឹងមីគសមតាត្រង់កន្លែងដែលស្ទឹងនេះចុះពីព្រៃហេមពៀនមកជួបគ្នានឹងទន្លេគង្គីឥសីទាំងពីរអង្គផ្ចង់ព្រះតីចម្រើនមេត្តាភេវនាដោយអានុភាពនៃសេចក្តីមេត្តាក៏សពសត្វមរឹកបក្សីនៅក្នុងព្រៃបាននៅក្តីមេត្តាដែរឥតមានសត្វណាបៀតបៀនគ្នាឡើយហើយចោមរោមអាស្រមឥសីដោយក្តីទុកចិត្តចំណែកខាងព្រះឥន្ទតែងមកកាន់ទីបម្រើតាបោះទាំងពីរថ្ងៃមួយទ្រង់ប្រមាលមើលឃើញនៅសេចក្តីអន្តរាយនៃតាបោះទាំងពីរថាមុខជានឹងខ្វាក់ព្រះនេត្រទើបទ្រង់ចូលចិត្តទុគលបណ្ឌិតបិទទូលនៅសេចក្តីអន្តរាយគ្រប់ប្រការហើយអង្វរសូមឲ្យលោកសែបនៅលោកធម៌ដើម្បីឲ្យបានកូនមួយគ្រាន់បម្រើតាបោះពុំព្រមធ្វើនៅអំពើនោះព្រះឥន្ទថាបើដូច្នោះសូមលោកម្ចាស់គ្រាន់តែស្ទាបឧទោនាងបារិកាតែម្ដងក៏បានដែរតាបោះក៏ព្រមស្ទាបតាមសេចក្តីអង្វរនៃព្រះឥន្ទគ្រានោះពោធិសត្វជាយុទ្ធចក្រទេវលោកមកចាប់បដិសន្ធិក្នុងផ្ទៃនៃនាងបារិកានោះលុះកន្លង10ខែទៅនាងក៏ប្រសូតបុត្រមានសម្បុរដូចមាសព្រោះហេតុនោះទើបតាបោះជាព្រះមេដាបិតាសន្មតនាមថាសុវណ្ណសាមពួកកិន្នរីទាំងឡាយបានសម្រេចកិច្ចជាមេនំនាំពោធិសត្វទៅផ្ងូតទឹកក្នុងជ្រោះនាំឡើងទៅមើលភ្នំស្អិតស្អាងដោយផ្កាមានប្រការផ្សេងតែងដុសថ្មហរិតាលមនោសិលាឯដរថ្មដាយកម្សៅមនោសិលាមកជើមថ្ងាសទើបនាំមកផ្ដេកក្នុងបណ្ណសាលាវិញពោធិសត្វមានព្រះជន្ម16ឆ្នាំបានបួសជាឥសីមេដាបិតាទៅព្រៃដើម្បីស្វែងរកផលានុផលត្រឡប់មកវិញចិត្តដល់អាស្រមជួនជាមហាមេឃបង្អុរភ្លៀងដ៏ធំឥសីទាំងពីរចូលទៅជ្រកលើដំបូកក្រោមដើមឈើធំមួយត្រូវពុះវែកព្រោះពឹសចូលព្រះនេត្រខ្វាក់ទាំងពីរអង្គរាវរកផ្លូវចេញមកពុំឃើញក៏នៅជាតុកខ្សឹកខ្សួលក្នុងទីនោះគ្រានោះពោធិសត្វកាលបើបាត់មេដាបិតាក៏យាត្រាតាមទៅរកស្រែកបង្គោកពេះពេញព្រៃតាបោះឮសំដីកូនក៏ឆ្លើយកាលបើកូនចូលមកចិត្តហើយក៏ប្រាប់ថាទីនេះមានមហន្តរាយពោធិសត្វស្ថិតនៅពីចម្ងាយហុចឈើច្រត់មួយដ៏វែងឲ្យមេដាបិតា
តងចុះអំពីដំបូករួចមកក៏យំសោកសង្រេងសង្រៃដោយក្តីអាណិតមេដាបៃតាហើយបែរជាសាច់វិញដោយគិតថានឹងបានបម្រើមេដាបៃតាជាប់មិនដាច់ចាប់ផ្ដើមពីថ្ងៃនោះមកសុវណ្ណសាមទុកមេដាបៃតាក្នុងអាស្រមទៅសន្សំមូលផល្លាក្នុងព្រៃព្រឹក្សាជាប្រក្តីព្រឹកលោកបោះលំនៅនៃមេដាបៃតាហើយយកកណ្ដៀតក្អមចុះទៅក្នុងស្ទឹងមិគសមតាដងទឹកសម្រាប់មេដាបៃតាឆានប្រើប្រាស់បំរាស់ហុចទឹកខ្ពុលព្រះអស់និងឈើស្ទុនហើយប្រគេនមេធុផលានុផលលុះមេដាបៃតាឆាន់ឆ្អែតស្កប់ស្កល់ទើបយកសំណល់មកឆាន់ខ្លួនឯងហើយលាទៅស្វែងរកមូលផល្លាមានពួកម្រឹកចោមរោមជាបរិវារចូលទៅក្នុងព្រៃព្រឹក្សាជាប្រក្តីពួកកណរីតែងនាំគ្នាបេះផលានុផលប្រគេនដល់ពោធិសត្វព្រះសវណ្ណសាមប្រតិបត្តិមេដាបៃតាទំនងរៀងរៀបដរាបមកសម័យនោះព្រះបាទពលយៈព្រះចៅក្រុងពារាណសីសពព្រះរាជហឫទ័យចំពោះសាច់មរឹកទ្រង់ចូលទៅព្រៃហេមពៀនបានដល់ស្ទឹងមិគសមតាទ្រង់ទស្សនាឃើញសុវណ្ណសាមមានពួកម្រឹកដើរតាមកំពុងធ្វើម្រឹកមួយគូឲ្យទន្ទឹមគ្នាដាក់ក្អមលើខ្នងវាយាត្រាមកកាន់កំពង់ទឹកទ្រង់នឹកឆ្ងល់ថាគាត់នេះជាអ្វីទើបចក្រីទ្រង់បាញ់សំដៅទៅត្រូវព្រះសុវណ្ណសាមត្រង់ចំហៀងខាងស្ដាំធ្លាយទៅខាងឆ្វេងពួកម្រឹកភ័យផ្អើលបោលទៅកាន់ទីផ្សេងពោធិសត្វនៅម្នាក់ឯងខំផ្ចង់ស្មារតីកំណត់ទិសហើយដួលបែរព្រះសេទៅទិសដែលមេដាបៃតាគង់នៅស្រែកសួរទៅថាលោកណាអើយបាញ់ខ្ញុំកំពុងដងទឹកសាច់ខ្ញុំនេះមិនជារបស់គួរស៊ីទេទាំងស្បែកខ្ញុំក៏មិនជារបស់ដែលគេត្រូវការដែរតើលោកសំគាល់ខ្ញុំដូចម្ដេចបានជាបាញ់ហើយពួនព្រះបាទពលយៈទ្រង់ព្រះសណ្ដាប់ពាក្យនោះហើយទ្រង់ព្រះចិន្តាថាបុរសនេះអញបាញ់ដួលច្រងាងម្លឹងហើយនៅតែមិនជេរអញថ្នមចិត្តអញនិយាយពាក្យគួរជាទីស្រឡាញ់បើដូច្នេះអញចូលទៅមើលទ្រង់ព្រះចិន្តាយ៉ាងនេះហើយទ្រង់ចូលទៅមានព្រះរាជអង្ការថាខ្ញុំជាព្រះរាជារបស់អ្នកដែនកាសីឈ្មោះពលយៈចុះអ្នកជាអ្វីជាបុត្រនរណាព្រះពោធិសត្វថាទូលព្រះបង្គំឈ្មោះសាមជាកូនឥសីថ្ងៃនេះទូលព្រះបង្គំដល់មាត់មច្ចុរាជហើយសូមទ្រង់ទតចុះទូលព្រះបង្គំទទួលព្រះរាជទានដំណេកត្រាំក្នុងឈាមរបស់ខ្លួនមានព្រួញមុតពីខាងស្ដាំធ្លាយទៅខាងឆ្វេងមានឈាមខ្ពុលចេញតាមមាត់ចាប់ពើតណាស់ព្រះអង្គហើយព្រះអង្គបានជាសួរព្រះអង្គរឿយថាម្ដេចក៏បានជាបាញ់ហើយពួនតើព្រះអង្គសម្គាល់ទូលព្រះបង្គំថាគូបាញ់ដោយហេតុដូចម្ដេចព្រះរាជាថាម្រឹកមកចំមុខព្រួញរបស់ខ្ញុំហើយផ្អើលបោលអស់ទៅព្រោះហេតុនោះទើបបានជាខ្ញុំខឹងខ្ញុំបាញ់ទៅពោធិសត្វថាតាំងពីខ្ញុំព្រះអង្គដឹងក្តីមកពុំដែលឃើញម្រឹកណាសូមបីជាសត្វសាហាវក្នុងព្រៃដែលឃើញខ្ញុំព្រះអង្គហើយតក់ស្លុតចេញរត់ទៅទេសូមបីកណោទាំងឡាយជាសត្វកំឡាចមានការភ័យខ្លាចច្រើនក៏មិនដែលឃើញខ្ញុំព្រះអង្គហើយតក់ស្លុតដែរតែងតែត្រេកអរជាមួយគ្នាកាលបើដូច្នេះតើម្រឹកណាដែលឃើញព្រះអង្គហើយតក់ស្លុតរត់ទៅព្រះរាជាថាមនាលសាមម្រឹកមិនដែលផ្អើលនឹងអ្នកមែនហើយលាក់បាំងអ្វីខ្ញុំត្រូវសេចក្តីក្រោធនិងសេចក្តីលោភគ្រប់សង្កត់ទៅបានជាបាញ់អ្នកមកពីណានរណាប្រើឲ្យអ្នកមកដងទឹកបានជាអ្នកមកដល់ស្ទឹងមិគសមតានេះព្រះពោធិសត្វថាសូមទ្រង់ព្រះមេត្តាប្រោះមេដាបៃតានៃទូលព្រះបង្គំជាមនុស្សខ្វាក់ទូលព្រះបង្គំចិញ្ចឹមលោកក្នុងព្រៃដងទឹកដើម្បីលោកអ្នកមានគុណទាំងឡាយនោះបានជាមកដល់ស្ទឹងនេះស្រដីបានតែប៉ុណ្ណោះក៏ពិលៀបទូញយំថ្លែងយោបំគួរឲ្យអាសូរថាអោមេដាបៃតាជាទីគោរពរបស់កូនហើយលោកមានជីវិតយ៉ាងយូរណាស់ត្រឹម6ថ្ងៃប៉ុណ្ណោះព្រោះមានត្រឹមតែភោជនជាផលានុផលងងឹតងងុលរកទឹកពុំបានមកជានឹងស្លាប់ដោយការឥតទឹកពុំខានឡើយព្រះអង្គហើយព្រះអង្គការត្រូវកម្មសនេះមិនមែនជាសេចក្តីទុក្ខធ្ងន់របស់ទូលបង្គំទេ
មានតែការខានឃើញមេដាបៃតាទៅជាសេចក្តីទុក្ខធ្ងន់ដ៏ក្រៃលែងរបស់ទូលព្រះបង្គំអោមេដាបៃតាម្លេះសំលោកនៅកំព្រាទួញយំសពរតិនទិវាអស់វេលាដ៏អង្វែងរីងស្ងួតហើយលោកអើយរីងស្ងួតហើយដូចស្ទឹងខែប្រាំងព្រោះអត់ទឹកអត់អាហារស្លាប់ទាំងវេទនាបបិទ្ធព្រះរាជារាល់តែយប់ទូលព្រះបង្គំភ្ញាក់ពី3ដងគក់ផងច្របាច់ផងទៅលោកលក់ស្កប់ស្កល់អោថ្មើរនេះខ្ញុំនៅឯនេះម្លេះសំលោកឆ្ងល់ហើយទន្ទឹងចាំផ្លូវបើតែយូរបន្តិចទៀតមិនឃើញទៅម្លេះសំនឹងលោកតើចច្រប់ដងហើយហៅសពដងព្រៃបបិទ្ធព្រះចក្រីការខានឃើញជនខ្វាក់ទាំងពីរនេះជាសទី2ដែលញ៉ាំងហរតីនៃទូលព្រះបង្គំឲ្យញាប់ញយយ៉ាងខ្លាំងទូលព្រះបង្គំនឹងស្លាប់ឥឡូវនេះពុំខានព្រះបាទពលយៈថាមនាលសាមអ្នកកុំយំខ្លាំងពេកមេដាបៃតាអ្នកនៅត្រង់ណាខ្ញុំនឹងចិញ្ចឹមនៅជនទាំងនោះឲ្យដូចជាអ្នកឯងដែលធ្លាប់ចិញ្ចឹមលោកយ៉ាងនោះសុវណ្ណសាមថាបបិទ្ធព្រះរាជាផ្លូវចុះតែជើងមនុស្សម្នាក់នៅខាងក្បាលដំណេកនៃទូលព្រះបង្គំនេះព្រះអង្គយាងបន្តិចទៅនឹងឃើញខ្ទមមេដាបៃតានៃទូលព្រះបង្គំនោះសូមទ្រង់ចិញ្ចឹមមេដាបៃតាក្នុងទីនោះផងបបិទ្ធមហារាជាធំក្នុងដែនកាសីទូលព្រះបង្គំសូមថ្វាយបង្គំព្រះអង្គមេដាបៃតានៃទូលព្រះបង្គំជាមនុស្សខ្វាក់សូមព្រះអង្គទ្រង់ចិញ្ចឹមឲ្យទានសូមថ្វាយបង្គំព្រះអង្គសូមផ្ដាំផ្ញើនឹងព្រះអង្គសូមព្រះអង្គជម្រាបនៅការថ្វាយបង្គំចំពោះមេដាបៃតារបស់ទូលព្រះបង្គំផងសុវណ្ណសាមជាឥសីកំឡោះមានរូបស្រស់បោះល្អឆើតឆាយសោកស្ដាយមេដាបៃតាដែលខ្លួនត្រូវខានឃើញយ៉ាងនេះចប់ពាក្យតែប៉ុណ្ណេះក៏សន្លប់ទៅដោយកម្លាំងថ្នាំពឹសព្រះបាទពលយៈហាក់ដូចជានឹងបែកព្រះឱរាទ្រង់ព្រះកន្សែងប្រកបដោយសេចក្តីករុណាមានប្រការដ៏ច្រើនថាអាត្មាអញធ្លាប់យល់ថាមិនតាន់ចាស់មិនស្លាប់ទេស្រាប់តែឃើញសុវណ្ណសាមនៅកំឡោះស្លាប់ឥតដឹងខ្លួនមុនសោះទៅអាត្មាអញដឹងនៅដំណើរនៃសេចក្តីស្លាប់នេះថាមិនចាំបាច់ដល់ចាស់ទេអោសាមហើយអ្នកត្រូវសជោគដោយថ្នាំពឹសហើយនៅតែនិយាយចោច្រែតអាត្មាអញមកជាចុះនរកពុំខានអាត្មាអញឥតមានសេចក្តីសង្ស័យក្នុងដំណើរនេះទេព្រោះទរណកម្មដែលអាត្មាអញធ្វើហើយនេះជាទោសឲ្យផលអាក្រក់អស់កាលដ៏អង្វែងបើនៅក្នុងស្រុកប្រកាសជាពួកអ្នកស្រុកតែដៀលអញតែទោះបីនៅក្នុងព្រៃឥតមានមនុស្សក៏ដោយក៏គង់អញជៀសមិនរួចពីនរកដែរគ្រានោះទេវធីតាព្រះនាមវសុន្ទរីនៅនាភ្នំកន្ធមាត្របានឃើញដូច្នោះក៏គិតថាបើអាត្មាអញមិនទៅក្នុងទីនោះសមជាសុវណ្ណសាមនិងវិនិច្ឆ័យព្រះបាទពលយៈនឹងបែកឱរាមេដាបៃតាឥតអាហារនឹងរីងស្ងួតស្លាប់គិតហើយក៏ចូលមកប្រញាប់ប្រាប់ថាបបិទ្ធមហារាជព្រះអង្គបានធ្វើហើយនៅបាបដ៏ធ្ងន់ព្រោះជនទាំង3នាក់គឺមេដាបៃតានិងបុត្រដែលជាបុគ្គលឥតប្រទោសព្រះអង្គបានសម្លាប់ហើយដោយព្រួញតែមួយសូមទ្រង់មកអាយខ្ញុំនឹងពន្យល់ឲ្យរួចពីនរកបានទៅកើតក្នុងសុគតិភពសូមព្រះអង្គចិញ្ចឹមនៅជនខ្វាក់ទាំងពីរនាក់ដោយធម៌កំខានទៅបានរួចខ្លួនព្រះបាទពលយៈនោះកំពុងតែទ្រង់ព្រះពិលាបរៀបរាប់ស្រាប់តែឃើញទេវតាមកប្រាប់ក៏ចាប់ក្អមទឹកកណ្ដៀតឆ្ពោះទៅទិសទក្សិណទៅដល់អាស្រមបទនៃតាបោះជាព្រះមេដាបៃតារបស់ព្រះសុវណ្ណសាមទូកូលតាបោះឮសន្ធឹកជើងក៏សួរថាសូរជើងនរណានោះណដែលដើរមកនេះពិតជាសូរជើងមនុស្សតែមិនមែនសូរជើងសាមទេត្បិតសាមតែងដើរថ្នមដាក់ជើងស្រាលណែអ្នកឯងជាអ្វីនឹងព្រះបាទពលយៈថាខ្ញុំជារាជារបស់ពួកអ្នកដែនកាសីឈ្មោះពលយៈទូកូលតាបោះស្ដាប់ស្គាល់ជាក៏ធ្វើកិរិយារាក់ទាក់ដោយវាចាស្វាគមន៍ថាបបិទ្ធមហារាជព្រះរាជដំណើរមកដល់របស់ព្រះអង្គល្អហើយបបិទ្ធព្រះរាជាផល្លានុផលនានាគឺទុនលប់ម៉ាក់ប៉ែនទុរេនស្រគុំមានរសផ្អែមដូចទឹកឃ្មុំអាត្មាសន្សំទុកក្នុងទីជាមួយគ្នា
សូមទ្រង់សោយផល្លានុផលមានរសឆ្ងាញ់ពិសាតាមសពព្រះរាជហឫទ័យខាងនោះមានទឹកត្រជាក់សូមទ្រង់ដងយកសោយចោះព្រះរាជាសួរថាលោកទាំងពីរជាមនុស្សខ្វាក់មិនអាចឃើញអ្វីក្នុងព្រៃទេចោះនរណាប្រមូលផល្លានុផលមកប្រគេនទូកូលតាបោះថ្វាយព្រះពរថាកូនអាត្មាភាពឈ្មោះសាមបានស្វែងរកផល្លានុផលនេះមកឥឡូវវាទៅដងទឹកប្រហែលបន្តិចទៀតវាមកដល់ហើយព្រះរាជាថាសាមដែលជាក្មេងកំឡោះមិនទាបមិនខ្ពស់ជាមនុស្សមានរូបល្អគូគយគុណមានសក់ខ្មៅវែងមានចុងទន់ល្វន់នោះខ្ញុំសម្លាប់ហើយនាងបរិកាមានក្តីទង្គឹសតឹងពើក្នុងអរាមានវាចាថាទប់មិនបានទេទប់ចិត្តមិនឲ្យរំជួយចំពោះបុរសសម្លាប់កូនប្រុសតែមួយមិនបានទេទប់ចិត្តមិនឲ្យរំជួយចំពោះបុរសសម្លាប់កូនប្រុសតែមួយដែលចិញ្ចឹមយើងងងឹតងងុលក្នុងព្រៃនោះដូចម្ដេចបានទូកូលតាបោះថាយ៉ាងនឹងមែនហើយតែថាបណ្ឌិតទាំងឡាយសរសើរសេចក្តីមិនក្រោធព្រះបាទពលយៈថាលោកពោលត្រូវតាមធម៌លោកគោរពខ្ញុំទុកលោកជាមេដារបស់ខ្ញុំកាលដែលជនទាំងពីរអន្តុកអន្ទល់ខ្លាំងឲ្យព្រះបាទពលយៈជូនទៅទ្រង់ក៏នាំជនទាំងពីរនោះទៅដល់កន្លែងដែលសុវណ្ណសាមដួលដេកលើដីខ្សាច់ដូចជាព្រះច័ន្ទធ្លាក់មកលើផែនដីតាបោះឥសីស្ទាបអោបបុតញោរន្ធត់សពសារពាង្គកាយបន្លឺនៅសំណោកសោកស្ដាយជាអនេកប្រការឯនាងបរិកាបានប្រកាសសច្ចវាចាថាក្នុងកាលមុនសាមនេះជាអ្នកប្រព្រឹត្តធម៌ជាអ្នកប្រព្រឹត្តព្រហ្មេចារជាអ្នកពោលពាក្យសត្យជាអ្នកបម្រើមេដាបិតាជាអ្នកកោតក្រែងនៅត្រកូលរៀមច្បងជាទីស្រឡាញ់របស់ខ្ញុំជាងជីវិតដោយពាក្យពិតនេះសូមឲ្យថ្នាំពឹសសាបរលាបទៅដោយអំណាចកុសលដែលខ្ញុំផងដែលបិតារបស់បាផងដែលបាឯងផងបានធ្វើហើយសូមឲ្យថ្នាំពឹសសាបរលាបទៅឯទូកូលតាបោះក៏ប្រកាសនៅសច្ចវាចាដូចគ្នាដែរចំណែកខាងនាងវិសុន្ទរីទេវធីតាប្រកាសនៅសច្ចវាចាថាខ្ញុំនៅអាស្រ័យលើភ្នំកន្ធមាត្រអស់កាលដ៏យូរអង្វែងហើយឥតមាននរណាដទៃជាទីស្រឡាញ់ដោយវិសេសរបស់ខ្ញុំជាងសាមទេដោយការពោលនៅពាក្យសច្ចៈនេះសូមឲ្យពឹសរបស់សាមសាបរលាបទៅលុះចប់សច្ចកិរិយានៃជនទាំងនោះសាមជាតាបោះកំឡោះក៏ក្រោកឡើងភ្លាមបាត់ឈាមបាត់ស្នាមពីរាងកាយជំងឺទាំងឡាយក៏ជាជ្រះស្រឡះដូចជាទឹកហូរចេញពីកញ្ចប់ស្លឹកឈូកដូច្នោះដោយអានុភាពនៃទេវតាក៏ហេតុទាំង4យ៉ាងនេះគឺការជាជ្រះស្រឡះចាក់រោគនៃពោធិសត្វមួយការបាននៅផ្នែកភ្លឺឡើងវិញនៃមេដាបិតាទាំងឡាយមួយការរះឡើងនៃព្រះអរុណមួយការមានប្រកាសក្នុងអាស្រមបទនៃជនទាំង4នាក់មួយបានសម្រេចរួមគ្នាសុវណ្ណសាមមានសេចក្តីស្រស់ស្រាយរីករាយរកជនទាំងឡាយថាសេចក្តីចម្រើនចូលមានដល់លោកទាំងឡាយខ្ញុំក្រោកឡើងដោយសួស្តីហើយសូមលោកទាំងឡាយកុំខ្សឹកខ្សួលឡើយថាហើយក៏ពោលវាចាស្វាគមន៍ជាសម្ដីគួរសមចំពោះព្រះបាទពលយៈដោយកិរិយារាក់ទាក់គួរឲ្យជាប់មេត្រីព្រះបាទពលយៈថ្លែងព្រះរាជឱង្ការថាខ្ញុំវង្វេងវង្វាន់ភ័ន្តស្មារតីងងឹតសពទិសទីឥតយល់អ្វីដោយសេចក្តីទុក្ខព្រោះឃើញសាមស្លាប់ហើយឥឡូវនេះលោករស់វិញហើយខ្ញុំសូមយកលោកជាទីពឹងសូមលោកជាទីពឹងរបស់ខ្ញុំព្រះសុវណ្ណសាមសម្ដែងធម៌ទូនមានព្រះរាជាថាសត្វណាចិញ្ចឹមមេដាបិតាដោយធម៌ទេវតាទាំងឡាយតែងរក្សានៅសត្វនោះបណ្ឌិតទាំងឡាយតែងសរសើរនៅសត្វនោះបបិទ្ធព្រះបាទពលយៈសូមព្រះអង្គប្រព្រឹត្តនៅធម៌ចរិយាចំពោះមេដាបិតាក្នុងលោកនេះហើយនឹងទៅកាន់ឋានសួគ៌ពុំខានបបិទ្ធមហារាជសូមព្រះអង្គប្រព្រឹត្តនៅធម៌ចរិយាចំពោះបុត្រនិងភរិយាចំពោះមិត្តនិងអាមាត្យចំពោះសត្វពាហនៈនិងបាវព្រាវចំពោះអ្នកស្រុកនិងអ្នកនិគមទាំងឡាយចំពោះអ្នកដែននិងអ្នកជនបទទាំងឡាយចំពោះសមណៈនិងព្រាហ្មណ៍ទាំងឡាយចំពោះមរឹកនិងបក្សីទាំងឡាយបបិទ្ធព្រះរាជាលុះទ្រង់ប្រព្រឹត្តធម៌ចរិយាក្នុងលោកនេះហើយទ្រង់នឹងទៅកាន់ឋានសួគ៌
ធម៌ចរិយាដែលទ្រង់ប្រព្រឹត្តរួចហើយតែងនាំមកនៅសេចក្តីសុខបបិទ្ធមហារាជាសូមព្រះអង្គប្រព្រឹត្តនៅធម៌ចរិយាព្រោះទេវតាឥន្ទព្រំទាំងឡាយដែលបានទៅកាន់ឋានសួគ៌ក៏ព្រោះតែធម៌ចរិយាដែលខ្លួនបានប្រព្រឹត្តល្អហើយនេះឯងសូមព្រះអង្គកុំប្រហែសធ្វេសនឹងធម៌ចរិយាឡើយព្រះពោធិសត្វថ្វាយដំបូន្មានដល់ព្រះរាជាយ៉ាងនេះហើយទើបថ្វាយសិល5តទៅទៀតសម្ដេចព្រះភូវនេតពលយៈទទួលដាក់លើព្រះសិរសាថ្វាយបង្គំលាទៅកាន់នគរពេរិណសីព្រះចក្រីទ្រង់រក្សាសិល5ជាប់មិនដាច់សម្រេចរាជកិច្ចដោយទសពិតរាជធម៌ដរាបដល់អាយុបរិយោសានទ្រង់បានកើតក្នុងឋានសួគ៌ទេវលោកចំណែកពោធិសត្វតែងគោរពប្រតិបត្តិមេដាបិតាព្រមទាំងខំចម្រើនមេត្តាភេវនាត្រាតែបានសម្រេចនៅអភិញ្ញាសមាបត្តិជាមួយគ្នានឹងមេដាបិតាស្ថិតនៅដល់អស់ជន្មាយុសង្ខារក៏បានទៅកើតក្នុងព្រហ្មលោកជាមួយគ្នាទាំង3ព្រះអង្គអង្គសម្ដេចវិចិត្រមាទ្រង់នាំព្រះធម៌ទេសនានេះមកសម្ដែងហើយទ្រង់មានព្រះពុទ្ធដីកាថាមនាលភិក្ខុទាំងឡាយការចិញ្ចឹមមេដាបិតាជាវងប្រពៃណីនៃអ្នកប្រាជ្ញទាំងឡាយហើយទ្រង់ប្រជុំជាដកថាព្រះរាជាពលយៈក្នុងកាលនោះគឺជាភិក្ខុអនន្តក្នុងកាលឥឡូវនេះនាងទេវធីតាគឺជាភិក្ខុនៃឧបលវណ្ណាព្រះឥន្ទគឺជាភិក្ខុអនុរុទ្ធបិតាគឺជាមហាកាសបៈមេដាគឺជាភិក្ខុនៃផត្តកាបេឡានីឯសុវណ្ណសាមបណ្ឌិតពិតជាអញតថាគតជាសម្មាសម្ពុទ្ធនឹងឯងចប់សុវណ្ណសាមជាដកទី3ដោយសង្ខេប